បើសិនជាស្ត្រីយើងណាមានគិសហ្នឹងណាហើយគាត់រស់នៅជុំគ្រួសារដៃគូអីគាត់អាចឆ្លងអត់ទេនាងក្នុងបញ្ហាគិសហ្នឹងណាចំពោះគិសនេះដូចជំរាបជូនចឹងប្រសិនបើគាត់កើតគិសនេះបង្កឡើងដោយវីរុសជំងឺកាមរោគដែលហៅថាជំងឺប្រមេះទឹកបែកទឹកថ្លានោះគឺគាត់អាចចម្លងទៅដៃគូរបស់គាត់ អូចាអញ្ចឹងមានន័យថាគិសនេះបើសិនជាគាត់មានបញ្ហាតាក់ទងនឹងការករោគដូចជំងឺកាមរោគអាចចម្លងទៅដៃគូរបស់គាត់បានដែរអូចាអ្នកគ្រូអញ្ចឹងតាក់ទងនឹងការដែលគាត់មានគិសមានអីនេះអ្នកគ្រូបើសិនជាគាត់ឧទាហរណ៍ថាគាត់មកពីគាត់ស្លៀកខោតឹងពេកគាត់ប្រើទឹកអនាម័យរាល់ថ្ងៃច្រើនពេកគាត់អង្គុយអីយូរពេកមិនគាត់មានគិសហ្នឹងអាហ្នឹងដែលគាត់និយាយចឹងតើអាចជាមូលហេតុដែលបង្កឲ្យមានគិសទ្វារមានតាមពិតកត្តាដែលគាត់ស្លៀកសម្លៀកបំពាក់រឹតតឹងអាហ្នឹងมันចាត់ទុកជាកត្តាដែលបង្កឲ្យគាត់មានគិសទេប៉ុន្តែការដែលស្លៀកសម្លៀកបំពាក់រឹតតឹងពេកនេះវាជាកត្តាជំរុញដែលធ្វើឲ្យគាត់ហ្នឹងងាយនឹងមានការរលាកក៏ដូចជាធ្វើឲ្យគាត់ហ្នឹងស្ទះកពេញតែបើថាជាមូលហេតុចម្បងវាអត់ទេវាគ្រាន់តែជាកត្តាដែលជំរុញចាអ្នកគ្រូអញ្ចឹងអាហ្នឹងគាត់តែជាកត្តាជំរុញចុះដែលភិកច្រើនស្ត្រីយើងគាត់យល់ច្រឡំមួយទៀតគាត់ថាការដែលគាត់គាត់ចង់ឲ្យអ្នកគ្រូបកស្រាយបន្ថែមអញ្ចឹងគ្រូភាសាស្ត្រីខ្លះគាត់ថាគាត់ប្រើមធ្យោបាយវិយាកណើតយូរពេកអីពេកទៅបានធ្វើឲ្យមានគិសទ្វារមានហ្នឹងអីអញ្ចឹងចំពោះមធ្យោបាយវិយាកណើតនាងខ្ញុំជឿថាអត់ជាកត្តាដែលធ្វើឲ្យគាត់មានគិសទ្វារនេះទេចា